ngày nay mò mơ pi rồi biệt phơi kim chỉ đòi dươngប្រើតែបាយកកដែលយើងញ៉ាំសល់ហ្នឹងណាបងប្អូនយ៉ាអាហ្នឹងក៏វាជាគ្រឿងផ្សំពិសេសមួយដែរមកឡើងមើលទាំងអស់គ្នាឥឡូវបងប្អូនត្រូវមានស្ពៃបូកូយកសម្រាប់ខ្ញុំស្ពៃបូកូនេះគឺចំនួន3គីឡូយើងដាក់កាត់វាអញ្ចឹងហើយយើងច្របាច់អំបិលវាលាយអំបិលវាហើយយើងទុកមួយឡែកឥឡូវនេះយើងមកចិតប៉មសេរីឆៃថាវការ៉ុតហើយនឹងខ្ញុំមានគូឆាយយើងដាក់គូឆាយបន្តិចបានបងប្អូនអត់មានដាក់តែស្លឹកខ្ទឹមឬក៏មិនបាច់ដាក់ក៏បានដែរបងប្អូនណាតទៅពេលយើងបានចិតក៏ដូចជាបានលាងវារួចរាល់អស់ហើយយើងមកដួសបាយកកដាក់នៅក្នុងម៉ាស៊ីនក្លុករបស់យើងមកហើយបងប្អូនដាក់សេរីប៉មក៏ដូចជាម្ទេសហឹរតិចតួចមកដើម្បីឲ្យវាមានរសជាតិក៏ដូចជាខ្ទឹមក្រហមខ្ទឹមសហើយនឹងខ្ញីបន្តិចមកណាបងប្អូនដើម្បីឲ្យវាឈ្ងុយបន្ទាប់មកបងប្អូនថែមទឹកស្អាតបន្តិចមកដើម្បីយើងស្រួលក្លុកណាយ៉ាបងប្អូនកិនវាក្លុកវាអម៉ត់ចឹងមកម៉ត់កាលណាល្អកាលហ្នឹងហើយបងប្អូនកុំដាក់ទឹកច្រើនពេកកុំឲ្យវារាវពេកចឹងណានេះខាប់ប៉ុណ្ណឹងហើយបងប្អូនចាក់វាទុកម្លែកមកបងប្អូនចាប់មកដាក់គ្រឿងគីមឈីរបស់យើងចឹងគ្រឿងហ្នឹងគឺដើរតួសំខាន់បំផុតសម្រាប់ធ្វើគីមឈីបងប្អូនអាចដាក់មកបរិមាណប៉ុណ្នេះប្រហែលជា5 6លាភីយ៉ាបន្ទាប់មកទៀតបងប្អូនដាក់ខ្ញីហាន់តិចមកហើយឆៃថាវយើងចិតបែបនេះការ៉ុតយើងចិតបែបនេះហើយគូឆាយខ្ញុំហាន់ដាក់បន្តិចបែបនេះបន្ទាប់មកយើងថែមទឹកត្រីនេះប្រហែលជា3លាភីបាយយ៉ាបងប្អូនដាក់មកប៉ាន់ស្មានមកល្មមមកបន្ទាប់មកខ្ញុំដាក់ប៊ីចេងចំនួន2វែកហ្នឹងហើយចំនួនស្ករក៏2វែកហ្នឹងដូចគ្នាដែរយ៉ាបន្ទាប់មកទៀតយើងដាក់ថែមអំបិលបន្តិចតែកុំដាក់ច្រើនពេកបងប្អូនខ្លាចវាប្រៃហើយបងប្អូនច្របល់វាអម៉ត់ចូលគ្នាអញ្ចឹងមកឲ្យសព្វសាច់ល្អបងប្អូនអាចភ្លក់មើលតើវាសាបប្រៃបងប្អូនអាចថែមបន្តិចទៀតអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងមើលទៅកាន់ស្ពៃបូកគោដែលយើងបានប្រឡាក់អំបិលទុកមុនហ្នឹងយើងទៅច្របាច់វាមើលថាតើវាល្មមនៅនេះបងប្អូនច្របាច់ឲ្យកុំឲ្យវាបែកអញ្ចឹងណាបើសិនជាវាស្វិតអត់បែកអញ្ចឹងគឺល្អឲ្យយើងធ្វើបានអូខេយើងយកគ្រឿងយើងមកដាក់មកហើយយើងយកស្ពៃបូកគោដែលត្រាំអំបិលយកទៅលាងទឹកចេញឲ្យស្អាតរួចហើយយើងយកវាពូតឲ្យស្ងួតយកមកច្របល់ជាមួយនឹងគ្រឿងរបស់យើងអញ្ចឹងមកយ៉ាច្របល់ឲ្យវាសប់ចូលគ្នាជាមួយគ្រឿងណាយ៉ាបងប្អូនអាចពាក់ស្រោមដៃហើយច្របាច់ដៃក៏ល្អដែរតែខ្ញុំអត់មានស្រោមដៃខ្ញុំកូរលភីតែប៉ុណ្ណឹងគឺហើយបងប្អូនគីមឈីរបស់យើងគឺរសជាតិឆ្ងាញ់មែនតើហើយនេះគឺខ្ញុំទុកមកយប់ហើយគឺរសជាតិវាជូរល្មមឆ្ងាញ់យើងអាចញ៉ាំផ្ទាប់ជាមួយនឹងសាច់អាំងឬក៏សាច់ចៀនយ៉ាញ៉ាំជាមួយនឹងមីមួយនឹងស៊ុបមួយនឹងអីអូយឆ្ងាញ់ខ្លាំងបងប្អូន